Rương krôm chớm khmauក្នុងឡានភ្នំកាលពីយូរលង់ណាស់មកហើយនៅក្បែរភូមិតូចមួយដែលគាត់ជំនវិញដោយព្រៃឈើក្រាស់មានអាងភ្នំដ៏ធំមួយដែលអ្នកភូមិគ្រប់គ្នាខ្លាចដូអាមិនហ៊ានចូលទៅជិតឡើយគេបាននិយាយតគ្នាថាអាងភ្នំនោះមានខ្មោចលងដោយសារមានក្រុមឆ្អឹងមនុស្សចំនួនដ៏ច្រើនត្រូវបានគេរកឃើញនៅទីនោះរឿងព្រេងនិទានបាននិយាយថាក្រុមឆ្អឹងទាំងនោះជារបស់អ្នកដំណើរដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីជំនាន់មុនហើយវិមានរបស់ពួកគេនៅតែរវល់នៅក្នុងឡាននោះអ្នកភូមិខ្លះបានអះអាងថាពួកគេបានឮសំឡេងក្រុមឆ្អឹងបោកគ្នាសំឡេងធ្នោតរហូតយំនិងសំឡេងសឹកសៀវដ៏គួរឲ្យខ្លាចជជែកពីក្នុងឡាននៅពេលយប់ខ្លះទៀតថាពួកគេធ្លាប់បានឃើញពន្លឺចម្លែកភ្លឺចេញពីមាត់ឡាននៅពេលដែលមេឃងងឹតស៊ុំឈឹងដោយសារតែរឿងរ៉ាវដ៏អាថ៌កំបាំងនិងភាពភ័យរន្ធត់ទាំងនេះគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងឡាននោះឡើយទោះជាពេលថ្ងៃក៏ដោយយប់មួយដ៏ត្រជាក់សន្សើមមានក្រុមយុវជន4នាក់ឈ្មោះវិបុលសុវណ្ណធីតានិងលីណាដែលជាមិត្តភក្តិចូលចិត្តផ្សងព្រេងនិងចង់បង្ហាញពីភាពក្លាហានរបស់ពួកគេបានសម្រេចចិត្តចូលទៅក្នុងឡានភ្នំនោះពួកគេមិនជឿរឿងខ្មោចនោះទេហើយគិតថារឿងទាំងនោះគ្រាន់តែជារឿងនិទានដើម្បីបំភ័យមនុស្សប៉ុណ្ណោះពួកគេបានត្រៀមបិទខ្សែគូឧបករណ៍ថតសំឡេងនិងកាមេរ៉ាដើម្បីថតផុសតាមពេលទៅដល់មាត់ឡានភាពងងឹតស៊ុនឈឹងនិងខ្យល់ត្រជាក់ដែលបក់ចេញពីក្នុងឡានបានធ្វើឲ្យយកពួកគេព្រឺសម្បល់សុវណ្ណបាននិយាយឡើងថាតោះយើងចូលទៅពួកគេបានបោះជំហានចូលទៅក្នុងឡានដោយប្រុងប្រយ័ត្នខាងក្នុងឡានមានភាពស្និទ្ធស្នាលលាយឡំជាមួយក្លិនដីសើមនិងក្លិនចម្លែកមួយដែលធ្វើឲ្យយកពួកគេមានអារម្មណ៍មិនស្រួលពួកគេបានឆ្លុះទៅជុំវិញហើយបានឃើញក្រុមឆ្អឹងមនុស្សស្រីប៉ាយពេញដីឆ្អឹងខ្លះនៅដាច់ពីគ្នាខ្លះទៀតនៅរៀបជាលំដាប់ដូចជាគេបានស្លាប់នៅទីនោះធីតាបាននិយាយទាំងភ័យថាមើលចុះក្រុមឆ្អឹងច្រើនណាស់ភ្លាមនោះសំឡេងក្រុមឆ្អឹងបោកគ្នាបានលាន់ឮឡើងពីជ្រុងងងឹតមួយក្នុងឡានពួកគេទាំង4នាក់ញាក់ផ្អើលយ៉ាងខ្លាំងវិបុលបានយកពិលឆ្លុះទៅកាន់ទឹកដៅនៃសំឡេងនោះប៉ុន្តែមិនឃើញអ្វីសោះរំពេចនោះខ្យល់រមាបានបោកមកយ៉ាងខ្លាំងធ្វើឲ្យយកគ្រឿងពិលរបស់ពួកគេរលត់ភ្លាមភាពងងឹតស៊ុនឈឹងបានប្របណ្ដប់ពួកគេសំឡេងសឹកសៀវដ៏ត្រជាក់បានបន្លឺឡើងពីគ្រប់ទិសទីថានេះមុំអាចចេញបានពីពួកគេបានស្រែកឡើងដោយការភ័យខ្លាចហើយព្យាយាមរត់គេចខ្លួនប៉ុន្តែពួកគេមិនអាចមើលឃើញអ្វីសោះទីណាបានដួលទៅលើក្រុមឆ្អឹងមួយហើយបានស្រែកយំសំឡេងក្រុមឆ្អឹងរំពុះរំកើបានលំលឺកាន់តែខ្លាំងឡើងដូចជាមានអ្វីមួយកំពុងរំកិលមករកពួកគេស្រមោលខ្មៅងងឹតជាច្រើនបានលេជជែកនៅទីមុខពួកគេមានរូបរាងច្បាស់លាស់ទេគ្រាន់តែជាម៉ាស់ដ៏ខ្មៅងងឹតដែលតែតលើអាកាសពួកគេអាចមើលឃើញភ្នែកក្រហមឆ្អៅជាច្រើនគូទលាចេញពីក្នុងភាពងងឹតស្រមោលទាំងនោះបានចាប់ផតាមមករំកិលមករកពួកគេយឺតសីតុណ្ហភាពក្នុងឡានបានធ្លាក់ចុះយ៉ាងគំហុកវិបុលបានព្យាយាមទាញទូរស័ព្ទរបស់គាត់ដើម្បីហៅទូរស័ព្ទប៉ុន្តែទូរស័ព្ទរបស់គាត់ក៏រលត់ភ្លាមពួកគេបានដឹងថាពួកគេកំពុងជាប់គាំងនៅក្នុងឡាននោះជាមួយវិញ្ញាណរបស់ក្រុមឆ្អឹងទាំងនោះពួកគេបានស្រែកយំហើយបាត់បង់ស្មារតីមកតម្នាក់ពេលព្រឹកឡើងអ្នកភូមិដែលជាអ្នកដើរបរបាញ់សត្វបានប្រទះឃើញយុវជនទាំង4នាក់ដេកសន្លប់បាត់ស្មារតីនៅមាត់ឡានពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពួកគេបញ្ជាសឹកស្បើយពីជំងឺប៉ុន្តែចាប់តាំងពីថ្ងៃនោះមកពួកគេបានក្លាយជាមនុស្សភ័យខ្លាចរអាក្នុងការនិយាយពីអាងក្នុងនោះពួកគេបានឈប់លេងជឿថាខ្មោចគ្មានពិតទៀតហើយរឿងរ៉ាវរបស់ពួកគេបានបន្ថែមទៅលើភាពអាថ៌កំបាំងនិងភាពភ័យរន្ធត់នៃអាងភ្នំខ្មោចនោះកាន់តែខ្លាំងគ្មាននរណាម្នាក់ហ៊ានចូលទៅជិតឡាននោះទៀតឡើយអាងភ្នំនោះនៅតែបន្តឈរស្ងៀមស្ងាត់នៅក្រោមពន្លឺព្រះច័ន្ទនៅពេលយប់ដោយលាតបាំងនៅអាថ៌កំបាំងដ៏គួរឲ្យខ្លាចនៃក្រុមឆ្អឹងខ្មោចជារៀងរហូតរឿងនេះគឺចប់តែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅការតែងរឿងរបស់ខ្ញុំបាទសូមជួយចុចជាវ Channel ខ្ញុំបាទអ្នកមួយផងណាសូមអរគុណ